តាអ្នកអាចស្រមៃបានទេក្មេងស្រីតូចម្នាក់អាយុត្រឹមតែ2ឆ្នាំបានបាត់ខ្លួនមិនមែនមួយថ្ងៃមិនមែនមួយសប្តាហ៍ប៉ុន្តែជាង31ថ្ងៃហើយម្ដាយរបស់នាងមិនបានរាយការណ៍ទៅប៉ូលីសភ្លាមឡើយទុករហូតដូចជាគ្មានអ្វីកើតឡើងនេះគឺជារឿងក្តី Kelly Anthony ករណីដែលធ្វើឲ្យមនុស្សទាំងពិភពលោកស្ទើរតែមិនជឿនឹងភ្នែកនិងស្ទើរតែមិនជឿថាចិត្តមនុស្សហេតុអ្វីអាចធ្វើរឿងនេះទៅរួច Kelly Marie Anthony កើតនៅឆ្នាំ2005រស់នៅរដ្ឋ Florida សហរដ្ឋអាមេរិកនាងជាក្មេងស្រីតូចគួរឲ្យស្រឡាញ់នឹងមានស្នាមញឹមនឹងជីវិតដែលមើលទៅធម្មតានាងរស់នៅជាមួយម្ដាយឈ្មោះ Casey Anthony និងជីដូនជីតាឈ្មោះថា Cindy និង George Anthony ប៉ុន្តែក្រោយផ្ទះគ្រួសារដែលមើលទៅធម្មតានេះមានអាថ៌កំបាំងមួយកំពុងលាក់ខ្លួននៅខែមិថុនាឆ្នាំ2008 Kelly បានបាត់ខ្លួនប៉ុន្តែអ្វីដែលគួរឲ្យរន្ធត់គឺ Casey ម្ដាយរបស់នាងមិនបានរាយការណ៍ភ្លាមទៅកាន់ប៉ូលីសនោះទេច្រើនថ្ងៃកន្លងទៅច្រើនសប្តាហ៍កន្លងទៅរហូតជាង1ខែកន្លងទៅមិនមានប៉ូលីសមិនមានការស្វែងរកមិនមានការភ័យខ្លាចពីម្ដាយឡើយរហូតដល់ជីដូន Cindy ជាអ្នកទូរស័ព្ទទៅកាន់ប៉ូលីសដោយខ្លួនឯងហើយនិយាយឃ្លាមួយដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលគឺខ្ញុំគិតថាកូនស្រីខ្ញុំបានសម្លាប់កូនរបស់នាងហើយពេលប៉ូលីសសាកសួរម្ដាយក្មេងដែលបាត់ខ្លួនគាត់បាននិយាយថា Kelly ត្រូវបានអ្នកថែទាំឈ្មោះសេនីចាប់យកទៅប៉ុន្តែប៉ូលីសស៊ើបអង្កេតរកមិនឃើញថាសេនីជាម្នាក់ណានោះទេ Casey នៅតែបន្តកុហកបដូររឿងរ៉ាវនិយាយមិនដូចគ្នាហើយកាន់តែអាក្រក់ទៅទៀតប៉ូលីសរកឃើញថាមានក្លិនសាកសពជាប់នៅក្នុងឡានរបស់ Casey បន្ទាប់មកខែធ្នូឆ្នាំ2008សាកសពរបស់ក្មេងតូច Kelly ត្រូវបានរកឃើញនៅក្នុងព្រៃមួយមិនឆ្ងាយពីផ្ទះរបស់គេឡើយសាកសពស្ថិតក្នុងសភាពរលួយហើយមានខ្សែបិទមាត់និងសញ្ញាដែលបង្ហាញថានាងមិនបានស្លាប់ដោយចៃដន្យពូនាងគឺត្រូវបានគេសម្លាប់ពិភពលោកទាំងមូលចាប់ផ្ដើមជឿថាម្ដាយរបស់នាងជាអ្នកពាក់ព័ន្ធនឹងជាឃាតករសម្លាប់កូនខ្លួនឯងឆ្នាំ2011 Casey Anthony ដែលត្រូវជាម្ដាយក្មេងរងគ្រោះត្រូវបានកាត់ទោសដោយចោទប្រកាន់ថានាងបានសម្លាប់កូនស្រីរបស់ខ្លួនហើយការកាត់ទោសនេះត្រូវបានផ្សាយផ្ទាល់ដល់មនុស្សរាប់លានអ្នកតាមដានប៉ុន្តែលទ្ធផលដែលគ្មាននរណានឹកស្មានដល់នោះគឺនាងត្រូវបានសើក្តីសម្រេចថាគ្មានទោសនោះទេពិភពលោកផ្ទុះការខឹងការសោកសៅនិងសំណួរមិនចេះចប់បើមិនមែននាងតើនរណាជាអ្នកសម្លាប់ Kelly រហូតមកដល់សប្តាហ៍ថ្ងៃករណីនេះនៅតែជារឿងអាថ៌កំបាំងហើយម្ដាយដែលត្រូវបានកាត់ទោសថាគ្មានទោសប៉ុន្តែទោះជាយ៉ាងណានាងគ្មានថ្ងៃទទួលការអភ័យទោសពីសង្គមឡើយហើយក្មេងស្រីតូចម្នាក់ដែលមិនអាចនិយាយការពិតបានរហូតនោះនៅតែជារឿងអាថ៌កំបាំងតើអ្នកគិតយ៉ាងណាតើម្ដាយជនរងគ្រោះពិតជាគ្មានទោសមែនដែរឬទេឬការពិតត្រូវបានលាក់នៅពីក្រោយច្បាប់បើអ្នកចូលចិត្តរឿងអាថ៌កំបាំងបែបនេះសូម like, subscribe និង share ដើម្បីកុំឲ្យខកខានរឿងបន្ទាប់